ជំរាបសួរអ្នកសិក្សាទាំងអស់គ្នាដូចជាបងប្អូនដែលកំពុងសិក្សាភាសាអង់គ្លេសថ្ងៃនេះខ្ញុំនឹងលើកយកវិជ្ជាមួយទាក់ទងជាមួយនឹង past progressive ខ្ញុំគិតថា past progressive នេះសម្រាប់អ្នកសិក្សាមួយចំនួនមិនថាអ្នកកំពុងតែអ្នករៀនមូលដ្ឋានគ្រឹះឬក៏អ្នកបានសិក្សាច្រើនហើយនោះទេតែងតែយល់ច្រឡំទាក់ទងជាមួយនឹង past progressive ហ្នឹងសង្ឃឹមថាថ្ងៃនេះបន្ទាប់ពីបងប្អូនរៀនហើយបងប្អូននឹងយល់ច្បាស់អំពីតទៅជាមួយនឹង past progressive ទាំងទម្រង់និងការប្រើប្រាស់អូខេpast progressive នេះគឺខ្ញុំយកមក3ចំណុច yes I raise three form everyone ទី1គឺតទៅជាមួយនឹង positive form ទម្រង់ស្រប ទម្រង់ស្របណាទម្រង់ស្របវាមានទម្រង់ subject plus verb ឬក៏ verb plus verb ing plus object example my brothers were studying English បើប្រែថាបងប្រុសរបស់ខ្ញុំបានកំពុងសិក្សាភាសាអង់គ្លេសបានកំពុងសិក្សាភាសាអង់គ្លេសណានេះគឺស្ថិតនៅក្នុងអតីតកាលណាដែលវាកំពុងបន្តនៅក្នុងអតីតកាលអូខេ number 2 my cat was eating bones ឆ្មារបស់ខ្ញុំបានកំពុងស៊ីឆ្អឹងយើងបកប្រែត្រូវណាឆ្មារបស់ខ្ញុំបានកំពុងស៊ីឆ្អឹងnumber 3 she was watching movie នាងបានកំពុងមើលខ្សែភាពយន្តនាងបានកំពុងមើលខ្សែភាពយន្តយើងបកប្រែត្រឹមត្រូវណាវាស្ថិតនៅក្នុងអតីតកាលកំពុងបន្តណាnumber 4 my students were learning English ហេតុអីបានយើងប្រើ were កន្លែងនេះដោយសារតែ student គឺច្រើនណាវាស្មើនឹង pronoun days ចឹងហើយយើងអាចប្រើ were my students were learning English សិស្សរបស់ខ្ញុំបានកំពុងរៀនភាសាអង់គ្លេសសិស្សរបស់ខ្ញុំបានកំពុងរៀនភាសាអង់គ្លេសណា and number 5 I was playing the football well ខ្ញុំបានកំពុងលេងបាល់ទាត់បានយ៉ាងល្អខ្ញុំបានកំពុងលេងបាល់ទាត់បានយ៉ាងល្អ yes I was playing the football well អូខេនេះគឺជាទម្រង់ស្រប positive form ឬចាំគ្នាយើងណានេះជាទម្រង់វាហើយ rule form វា subject plus verb ឬក៏ verb plus verb ing plus object អូខេ now ឥឡូវនេះខ្ញុំសូមឲ្យអ្នកនរគ្នាមើលទៅមួយ verb និង verb តើ subject ណាខ្លះដែលប្រើជាមួយនឹង verb subject ណាខ្លះដែលប្រើជាមួយនឹង verb អូខេកុំឲ្យយើងច្រឡំថ្ងៃក្រោយណាអូខេតោះ let's go នេះ verb យើងប្រើជាមួយនឹង subject I he she it I he she it verb ហ្នឹងណា verb យើងប្រើជាមួយនឹង I he she it I he she it ដល់ពេល verb យើងប្រើជាមួយនឹង we you they we you days we you day យើងប្រើជាមួយនឹង we you day ណាសង្ឃឹមថាយើងទាំងអស់គ្នានឹងយល់ហើយតទៅជាមួយនឹង verb to be in the past verb ឬក៏ verb ហ្នឹងហើយយើងប្រើជាមួយ subject អីខ្លះណាOkay everyone please move to negative form all together everyone past progressive negative form Okay រូបមន្ត negative form subject plus version plus weren't យើងអានថា version ឬក៏ weren't weren't plus verb ing plus object នេះជាទម្រង់ negative ណាជាទម្រង់ negative form example my mom and I weren't going to market គឺថាម៉ាក់របស់ខ្ញុំហើយនៅខ្ញុំមិនបានយកមកប្រែមិនបានកំពុងទៅផ្សារនោះទេណាមិនបានកំពុងទៅផ្សារនោះទេmy mom and I weren't going to market to market and number 2 my dog wasn't eating bones ដែលឆ្កែរបស់ខ្ញុំមិនបានកំពុងស៊ីឆ្អឹងនោះទេឆ្កែរបស់ខ្ញុំមិនបានកំពុងស៊ីឆ្អឹងនោះទេ my dog version eating bone and number 3 everyone I version typing computers ខ្ញុំមិនបានកំពុង
we computer ទេ we កន្លែងនេះសម្រាប់ទៅលើសរសេរ text គេ write the text អូខេខ្ញុំមិនបានកំពុងវាយ computer ទេណា yeah and number 4 they weren't reading the book ពួកគេមិនបានកំពុងអានសៀវភៅនោះទេ yeah ពួកគេមិនបានកំពុងអានសៀវភៅនោះទេណាយើងបកប្រែអញ្ចឹងណាព្រោះវាជាpast progressive បច្ចុប្បន្នអតីតកាលកំពុងប្រព្រឹត្តណា yeah and number 5 he wasn't writing Japanese he wasn't writing Japanese គាត់មិនបានកំពុងសរសេរភាសាជប៉ុននោះទេ yeah គាត់មិនបានសរសេរភាសាជប៉ុនគាត់មិនបានកំពុងសរសេរភាសាជប៉ុននោះទេណា yeah នេះគឺជាទម្រង់ negative form ណា yeah យើងទៅចាំឲ្យច្បាស់ subject plus version plus verb plus verb ing and object អូខេសង្ឃឹមថាយើងទាំងអស់គ្នានឹងយល់ហើយតើតងជាមួយនឹងទម្រង់មួយនេះ negative form ហើយយើងអាចយកទៅប្រើប្រាស់បាន Okay now move to question form yeah okay question form everyone យើងគ្រាន់តែយក verb ឬក៏ verb plus subject plus verb ing plus object okay plus object ណា yeah okay example number 1 were you speaking Chinese were you speaking Chinese តើអ្នកបានកំពុងនិយាយភាសាចិនឬតើអ្នកបានកំពុងនិយាយភាសាចិនឬ yeah បើសិនជាយើងនិយាយ yes I was no I wasn't yeah no I wasn't and number 2 was she drinking coffee was she drinking coffee បើសិនជាអ្នកបានផឹក yes she was no she wasn't yeah no she wasn't and number 3 were we going outside were we going outside តើពួកយើងបានកំពុង yeah តើពួកយើងបានកំពុងចេញទៅក្រៅឬ yeah បើសិនជាយើងបានទៅ yes we were no we weren't yeah yes we were no we weren't and number 4 were they closing the door តើពួកគេបានកំពុងតែបិទទ្វារឬ yeah តើពួកគេបានកំពុងបិទទ្វារឬបើសិនជាពួកគេបិទ yes they were but they no they weren't yeah ចម្លើយឲ្យវាណា and number 5 was your sister singing a song yeah យើងដាក់ singing កន្លែងហ្នឹងណា yeah was your sister singing a song បើសិនជាyes she was but they no she wasn't yes អូខេខ្ញុំសង្ឃឹមថាអ្នកសិក្សាទាំងអស់គ្នានឹងយល់ទៅនឹង question form ហ្នឹងហើយណាគាត់ឲ្យយកពាក្យ was ឬក៏ verb subject verb ing plus object ណាអូខេឥឡូវ move ទៅនឹងការប្រើប្រាស់ how can we use past progressive all together okay past progressive is used to describe action that were ongoing at a specific point in the past yeah past progressive នឹងបើប្រើថាអតីតកាលកំពុងតែបន្តណាត្រូវបានគេប្រើប្រាស់ពីពណ៌នាអំពីសកម្មភាពដែលបានកំពុងដំណើរការនៅចំពេលជាក់លាក់ណាមួយនៅក្នុងអតីតកាលណាឲ្យតែពេលជាក់លាក់ណាមួយនៅក្នុងអតីតកាលគឺយើងប្រើ past progressive everyone yeah ជាក់លាក់ណាOkay ឧទាហរណ៍ I was playing game at 4 o'clock yesterday I was playing game at 4 o'clock yesterday មានថាខ្ញុំបានកំពុងលេង game នៅម៉ោង 4 កាលពីម្សិលមិញជាក់លាក់ណាយើងគឺម៉ោង 4 ម្សិលមិញគឺច្បាស់ណាស់ណាគឺវា specific point ហ្មងគឺជាពេលដែលជាក់លាក់បំផុតណាគឺយើងប្រើ past progressive Okay, number 2. She was cooking food at 7 o'clock yesterday. She was cooking food at 7 o'clock yesterday. នាងបានកំពុងចម្អិនអាហារនៅម៉ោង 7 កាលពីម្សិលមិញជាក់លាក់ណាយើងម៉ោង 7 ម្សិលមិញ Yes គឺជាក់លាក់ណាស់ហ្នឹងគឺ specific នេះបើបែរជាក់លាក់ណា And number 3My mom and I were drinking coffee at 6 p.m. last week. Yeah. ថាម៉ាក់របស់ខ្ញុំហើយនៅខ្ញុំបានកំពុងផឹកកាហ្វេនៅម៉ោង 6 ល្ងាច
កាលពីសប្តាហ៍មុន yeah last week សប្តាហ៍មុនណា and number 4 they were learning English at 9 o'clock last month they were learning English at 9 o'clock last month ពួកគេបានកំពុងតែរៀនភាសាអង់គ្លេសនៅម៉ោង9កាលពីខែមុន yeah គឺជាក់លាក់ណាស់គឺ specific and number 5 my friend was speaking when I arrived home yeah មិត្តភ័ក្តិរបស់ខ្ញុំបានកំពុងតែនិយាយនៅពេលដែលខ្ញុំបានមកដល់ផ្ទះ yeah វាជាក់លាក់ណាទៅពេលខ្ញុំដល់ផ្ទះគាត់និយាយណា yeah គឺជាក់លាក់ច្បាស់ណា Okay ខ្ញុំសង្ឃឹមថា I hope all of you understand about this grammar everyone ព្រោះថា grammar នេះគឺងាយស្រួលទេឲ្យតែយើងចេះការប្រើប្រាស់គឺយើងចេះប្រើប្រាស់ហើយណា Okay ហើយបើសិនតែយើងមានចម្ងល់អីយើងអាចឆាតសួរឬមកក៏ទម្លាក់ comment មកឬមកក៏ direct chat to me yeah Okay everyone at the end of the lesson I would like to say thank you everyone for watching this video all together and I would like to say goodbye everyone see you next video thank you